សួស្តីបងប្អូនទស្សនិកជនទាំងអស់គ្នាថ្ងៃនេះយើងមកជួបជាមួយព័ត៌មានក្តៅៗមួយទៀតដែលកំពុងធ្វើឲ្យបណ្ដាញសង្គមកម្ពុជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនេះជាករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលមិនមែនគ្រាន់តែជារឿងគ្រោះថ្នាក់ធម្មតានោះទេប៉ុន្តែវាបានក្លាយទៅជារឿងអ្នកមានអំណាចនិងអ្នកក្រីក្រនឹងការគំរាមដោយប្រើលុយកាក់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល 8 យប់ថ្ងៃទី 18 ខែមីនាឆ្នាំ 2026 នៅតាមបណ្ដោយផ្លូវលេខ 171 តាប់ 1 ក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌរិស័យកែវ រាជធានីភ្នំពេញជនរងគ្រោះគឺយុវជនឈ្មោះថាអ៊ូដាំដែលកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្ថានភាពរបួសធ្ងន់ធ្ងររួមមានបែកក្បាលធ្ងន់ធ្ងរធ្លាយក្រាស់បែកផ្លោកនោមរបួសគ្រឿងក្នុងជាច្រើនទៀតរថយន្តបង្កជាប្រភេទរថយន្តទំនើបមួយគ្រឿងបុគ្គលសំខាន់ក្នុងហេតុការណ៍នេះមានឈ្មោះសាមីនវុធារិទ្ធដែលជាមន្ត្រីរាជការជាកូនប្រុសបង្កើតរបស់លោកភោគសាវុធអភិបាលស្រុកកងមាសខេត្តកំពង់ចាមត្រូវបានគេឃើញនៅក្នុងរថយន្តនៅពេលកើតហេតុចំណុចដែលធ្វើឲ្យមហាជនខឹងសម្បាខ្លាំងជាងគេគឺសម្ដីរបស់លោកសាមីនវុធារិទ្ធដែលបាននិយាយថាបុកងាប់សងតែ$20,000ពាក្យនេះបង្ហាញពីការមើលងាយតម្លៃជីវិតមនុស្សនិងការអាងលើលុយកាក់ក្រោយមកលោកភោគសាវុធអភិបាលស្រុកកងមាសបានចេញមុខបកស្រាយថាទទួលស្គាល់ថាលោកសាមីនវុធារិទ្ធជាកូនប្រុសរបស់លោកពិតមែនប៉ុន្តែលោកបញ្ជាក់ថាអ្នកដែលបើកបររថយន្តនៅពេលកើតហេតុមិនមែនជាកូនប្រុសលោកទេគឺជានារីម្នាក់ទៀតផ្ទុយពីការបកស្រាយរបស់លោកអភិបាលស្រុកមានសាក្សីដែលនៅកន្លែងកើតហេតុផ្ទាល់បានអះអាងថាលោកសាមីនវុធារិទ្ធពិតជាអ្នកបើករថយន្តហើយបានចុកពីកាន់ចង្កូតមករករឿងគេឯងមិនរវល់នឹងជនរងគ្រោះឡើយក្រោយមកនារីម្នាក់ដែលគេសន្មត់ថាជាសង្សាររបស់ជនបង្កបានចេញមុខអះអាងថាខ្លួនជាអ្នកបើកបរពិតប្រាកដនាងបានអះអាងថារវល់មើលទូរស័ព្ទទៅមិនបានមើលផ្លូវស្មានថារថយន្តធ្លាក់ក្រឡុក3កង់មិនដឹងថាមានជនរងគ្រោះជាប់នឹងរថយន្តរហូតដល់ចម្ងាយជាង80ម៉ែត្របងស្រីជនរងគ្រោះឈ្មោះ Thida Mitch បានបង្ហោះសារទាំងទឹកភ្នែកសូមអន្តរាគមន៍ពីថ្នាក់ដឹកនាំកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសសុខាឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុតិធធម៌កើតរិទ្ធសាច់ញាតិបារម្ភយ៉ាងខ្លាំងថាជនបង្កជាអ្នកមានអំណាចមានខ្សែធំកំពុងតែអន្តរាគមន៍ដែលអាចធ្វើឲ្យយុត្តិធម៌ត្រូវបាត់បង់ពួកគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំជួយពិនិត្យនិងផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារក្រីក្រហេតុការណ៍នេះបានធ្វើឲ្យមហាជនចោទជាសំណួរថាតើផ្នត់គំនិតអាងលុយអំណាចបែបនេះថ្ងៃណាទើបរលាយពីសង្គមខ្មែរជាមួយគ្នានេះសារអប់រំរបស់លោកជំទាវ ហដាណាបានត្រូវគេលើកយកមកចែករំលែកយ៉ាងទូលំទូលាយលោកជំទាវបានចែករំលែកវិន័យតឹងរឹងចំពោះកូនប្រុសហាមផឹកស្រាដោយមិនប្រាប់ឪពុកម្ដាយហាមបើកបរពេលស្រវឹងត្រូវគោរពនិងឲ្យតម្លៃមនុស្សគ្រប់គ្នាលោកជំទាវបានសង្កត់ធ្ងន់ថាការសិក្សាជាពន្លឺប៉ុន្តែចរិតលក្ខណៈនិងការអប់រំគឺជាអ្វីដែលនាំផ្លូវជីវិតឲ្យដើរទៅត្រឹមត្រូវស្របពេលជាមួយគ្នានេះប្រមុខរដ្ឋាភិបាលសម្ដេចអធិបតីហ៊ុនម៉ាណែតក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ត្រូវចាប់ដាក់គុកមិនលើកលែងទោះមានខ្នងធំប៉ុណ្ណាក៏ដោយសរុបមកនេះជារឿងដ៏ស្មុគស្មាញដែលមានច្រើនភាគីនិងច្រើនការអះអាងផ្សេងគ្នាចំណុចសំខាន់បំផុតនៅពេលនេះគឺសុខភាពរបស់យុវជនថាអ៊ូដាំដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក្តីសង្ឃឹមរបស់គ្រួសារជនរងគ្រោះគឺចង់បានយុត្តិធម៌ពិតប្រាកដដោយមិនមានការអន្តរាគមន៍ពីអំណាចនិងលួយកាក់សូមបងប្អូនទាំងអស់គ្នាជួយចែករំលែកដើម្បីរួមគ្នាតាមដានករណីនេះនិងជួយសង្គមយើងឲ្យក្លាយទៅជាសង្គមមួយដែលគោរពច្បាប់និងតម្លៃមនុស្សស្មើគ្នាសូមចូលរួមអធិដ្ឋានឲ្យយុវជនថាអ៊ូដាំឆាប់ជាសះស្បើយនិងទទួលបានយុត្តិធម៌វិញឆាប់រហ័ស